ទោះបីជាសង្គ្រាមនៅមជ្ឈមបពាបង្កឲ្យមានភាពតានតឹងលើទីផ្សារធម្មពលសកលយ៉ាងណាក្តីប៉ុន្តែកម្ពុជានៅតែធានាបាននូវការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងបរិមាណគ្រប់គ្រាន់ដើម្បីទ្រទ្រង់សកម្មភាពសេដ្ឋកិច្ចនិងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនដោយឡែកសម្រាប់ Usman Gas LPG វិញការផ្គត់ផ្គង់កំពុងជួបបញ្ហាប្រឈមហើយតម្លៃទាបសោតក៏បានហក់ឡើងយ៉ាងខ្លាំងផងដែរស្ថានភាពនេះបានធ្វើឲ្យមានការព្រួយបារម្ភដល់វិស័យឧស្សាហកម្មសេវាកម្មដឹកជញ្ជូននិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលពឹងផ្អែកខ្លាំងលើការប្រើប្រាស់ gas ទោះយ៉ាងណាឯកឧត្តមកែវរតនៈរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលបានបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីដោះស្រាយផលប៉ះពាល់ធម្មពលដែលបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់បច្ចុប្បន្នក្រសួងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាននិងដៃគូអន្តរជាតិដើម្បីធានាស្ថិរភាពការនាំចូលនិងចែកចាយឧស្ម័នឲ្យបានគ្រប់គ្រាន់តាមតម្រូវការឧស្ម័ន LPG ឬ gas ត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្មផលិតកំប៉ុងចម្អិនអាហារនៅតាមផ្ទះភោជនីយដ្ឋានធំៗសម្រាប់ចាក់រថយន្តមួយចំនួននិងបម្រើដល់មធ្យោបាយដឹកជញ្ជូនកង់3ជាដើមកាលពីសប្តាហ៍មុនឯកឧត្តមការរតនៈរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលបានជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមហ៊ុន Total Energy ដើម្បីដោះស្រាយបញ្ហាប្រេងឥន្ធនៈនិងឧស្ម័ននេះក្រុមហ៊ុនបារាំងនេះបានជំរុញឲ្យអ្នកប្រើប្រាស់នៅកម្ពុជាជួយសន្សំសំចៃខ្ពស់បំផុតខណៈសង្គ្រាមនៅបន្តក្រុមហ៊ុនសន្យាបន្តខិតខំឲ្យអស់លទ្ធភាពក្នុងការជួយគាំទ្រកម្ពុជាទន្ទឹមនេះរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលក៏បានអំពាវនាវឲ្យពលរដ្ឋប្រើប្រាស់ដោយសន្សំសំចៃប្រេងឥន្ធនៈជាពិសេស Usman Gas និងគួរងាកមកប្រើអគ្គិសនីដែលមិនមានការឡើងថ្លៃនោះទេលោកបណ្ឌិតជ័យតិចអ្នកស្រាវជ្រាវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈនិង gas រួចងាកមកប្រើប្រាស់ថាមពលអគ្គិសនីជំនួសវិញដែលជាជម្រើសដ៏ល្អបំផុតនាពេលនេះដោយសារតម្លៃមានស្ថិរភាពនិងសមរម្យជាងថាមពលដទៃបច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចំនួន7កំពុងនាំចូល Usman Gas LPG ថ្មីនេះឯកឧត្តមកែវរតនៈបានបញ្ជាក់ថាការផ្គត់ផ្គង់ gas សម្រាប់ខែមីនានិងខែមេសានៅតែមានស្ថិរភាពដោយក្រុមហ៊ុនទាំងនោះកំពុងបន្តដឹកជញ្ជូនចូលជាហូរហែចំពោះការប្រកាសផ្អាកផ្គត់ផ្គង់របស់ក្រុមហ៊ុន Sokimex ចាប់ពីថ្ងៃទី1ខែមេសានឹងមិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរឡើយព្រោះក្រុមហ៊ុននេះក្តាប់ចំណាយទីផ្សារនៅកម្ពុជាត្រឹមតែ 3% ប៉ុណ្ណោះ